ឃើញគេកំពុងតែលបីកន្លែងដើរលេងមួយកន្លែងនៅក្នុងក្រុងសៀមរបស់យើងផ្ទាល់ហ្នឹងប៉ុន្តែទីតាំងវាគឺនៅភ្នំក្រោមហើយថ្ងៃនេះដែរនឹងខ្ញុំជាមួយនឹងដៃគូក៏បាននាំគ្នាទៅលេងទីតាំងថ្មីមួយហ្នឹងប៉ុន្តែមុននឹងទៅក៏ពួកខ្ញុំបានចូលទិញនៅអាហារញ៉ាំខ្លះៗដែរហើយថ្ងៃហ្នឹងអត់មានអីច្រើនទេមានតែទេអាំងមួយក្បាលដើម្បីយកទៅពេកនិចនៅទីហ្នឹងហើយក្រោយពីហ្នឹងក៏យើងបានទិញបាយនិងភេសជ្ជៈខ្លះៗហើយកាន់តែពិសេសមួយទៀតនោះគឺយើងបានរបស់សំខាន់មួយដែលយើងយកទៅញ៉ាំនៅទីហ្នឹងហើយខ្ញុំអត់ទាន់ប្រាប់ទាំងអស់គ្នាទេរងចាំមើលនៅចុងវីដេអូទាំងអស់គ្នាហើយបន្ទាប់ពីពួកខ្ញុំបានចូលទិញនៅសម្ភារៈញ៉ាំអស់ហើយពួកយើងក៏បានធ្វើដំណើរដែលទីតាំងយើងទៅលេងហ្នឹងមានឈ្មោះថាបឹងបេះដូងដែលយើងជិះទៅតាមភ្នំក្រោមមួយត្រង់ទៅដល់កន្លែងអ្នកលក់ទឹកត្នោតជូរបត់ចូលទៅខាងស្ដាំដៃហើយយើងជិះទៅរៀងយូរគួរសមដែរបើនិយាយពីផ្លូវដែលយើងត្រូវទៅទីហ្នឹងគឺរីកមិនបងដែរគាត់ជិះទៅហ្នឹងគឺសូមមានការប្រុងប្រយ័ត្នទាំងអស់គ្នាដោយសារតែឥឡូវយើងចូលដល់ខែភ្លៀងហើយអញ្ចឹងផ្លូវនៅទីហ្នឹងគឺវារៀងល្អមានកលេកឡុកច្រើនហើយបើយើងទៅយើងអាចជិះម៉ូតូដែលមានលំនឹងបានល្អហើយបើយើងទៅជាលក្ខណៈជាធីមជាគូអីហ្នឹងកាន់តែសប្បាយជាងហ្នឹងហើយអ្នកដែលអត់មានគូក៏អាចទៅលេងទីហ្នឹងបានដែរហើយនេះផ្លូវដែលខ្ញុំថតជាស្ដែងហ្នឹងគឺវាកលេកឡុកច្រើនមែនតើហើយបើយើងជិះទប់ដៃមិនសូវទេគឺយើងអាចនឹងដួលនៅតាមផ្លូវហ្នឹងបន្ទាប់ពីពួកយើងបានធ្វើដំណើរតាមផ្លូវកលេកឡុកហើយអស់ហើយឥឡូវនេះយើងចូលមកផ្លូវដីក្រហមវិញម្ដងហើយដីហ្នឹងក៏យើងមានការប្រុងប្រយ័ត្នដូចគ្នាដែរព្រោះវារៀងក្លៅរៀងកោងហើយអាចថារៀងល្អល់ហើយជិះមកដល់ទីនេះគឺយើងឃើញស្រះមួយគឺធំមែនតែនដែលសម្បូរបងក៏ទៅបបរត្រីហើយឥឡូវនេះយើងបានមកដល់ហើយទីតាំងដែលយើងត្រូវមកលេងគេហៅថាបឹងបេះដូងបឹងហ្នឹងគឺមានរាងដូចបេះដូងអញ្ចឹងណាពុកម៉ែបងប្អូនគឺបែបធំទូលំទូលាយបែបពណ៌ខៀវស្ងាត់ជាប់នឹងផ្ទៃមេឃហើយដីនៅទីហ្នឹងក៏ដោយសារតែលើវាសម្បូរភ្លៀងអញ្ចឹងអាចថាកន្លែងខ្លះទុនកន្លែងខ្លះរឹងហើយមានកលេក្លុកច្រើនបើក្លុកធំគឺឃើញក្បីចោះត្រាំទឹកនៅទីហ្នឹងហើយមើលទៅបងនេះក៏ជិះម៉ូតូដូចសុបាយដល់កហើយមើលទៅមួយវិញទៀតសម្រាប់អ្នកដែលគាត់ចូលចិត្តទៅពេកនិចបែបអញ្ចឹងអីណាយើងគួរតែទុកដាក់និងថែរក្សាសម្រាប់ឲ្យមានរបៀបរៀបរយហើយខ្ញុំឃើញថានៅទីហ្នឹងគឺពិតជាស្រស់ស្អាតនៅពេលដែលមានថ្ងៃលិចហើយជាពិសេសគឺយើងឃើញតាពាំងក៏ដូចជាមានភ្នំដែលសិតតែជាសម្បត្តិវប្បធម៌ជាតិរបស់យើងហើយនេះជារបស់សំខាន់មួយដែលពួកខ្ញុំមិនអាចភ្លេចបានដែលថ្ងៃហ្នឹងគឺយើងយកទៅពិកនិចនៅទីហ្នឹងហើយក្រៅពីហ្នឹងគឺយើងអង្គុយមើល sunset ដែលកំពុងតែលិចគឺពិតជាស្រស់ស្អាតមែនទែនហើយវីដេអូនឹងខ្ញុំគឺមានតែប៉ុណ្្នឹងទេឥឡូវនេះយើងដល់ពេលដែលត្រូវទៅត្រឡប់ទៅវិញហើយអរគុណសម្រាប់ការតាមដានការទស្សនាទាំងអស់គ្នាហើយសង្ឃឹមថាអ្នកដែលបានទៅលេងនៅទីហ្នឹងទាំងអស់គ្នាគឺចូលរួមថែរក្សាក៏ដូចជារក្សានៅសម្រាមក៏ដូចជាថែរក្សានៅសុខសុវត្ថិភាពរបស់ខ្លួនឯងផ្ទាល់ទៅនឹងការធ្វើដំណើរទៅទីហ្នឹងគឺសូមធ្វើឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នាអរគុណបាយបាយជម្រាបលាជួបគ្នានៅវីដេអូក្រោយ